chỉ mình to như niệm chụp mẹ tầm nấu chúng mình nhẹ nghĩ rica bỏ miền pi tam bản đặc hết bạn bà đầm bông cứ dừng từ ai khai bắt đầm bông đại miền lục càng riประจำการในตินุจุดเรียบสู้ลูกกังรีบ่บ้านจุดเรียบสู้ลูกสมบูรณ์หนึ่งลูกสุขะบ้านบ้านลูกกังรีฮะในปรึกนี่ตาเมียนปอร์เมียนไวเรียกาบ่บ้านปรึกนี่เมียนแต่เดริกามวยบล็อกเนี่ยนั่งเป็นขนาดเย็นโมกระดมใจลูกต่อตระบานสมัติใจจับครูนมันบ่บ้านไงสมลูกรถกันไล่ดำเนินสิว่ามันติ้งลูกกังรีบ่อายุ31ឆ្នាំមានទីលំនៅភូមិសុភីសង្កាត់រតនៈក្រុងបាត់ដំបងត្រូវបានសមត្ថកិច្ចចាប់ខ្លួនក្នុងករណីចែកចាយនិងលក់គ្រឿងញៀនបានហើយមន្ត្រីប្រឆាំងគ្រឿងញៀនខេត្តហ្នឹងបានឲ្យដឹងថាក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសជាក់ស្ដែងកម្លាំងបានឃាត់ខ្លួនជនសង្ស័យបានម្នាក់ដែលជាមុខសញ្ញាលក់ចែកចាយគ្រឿងញៀនយ៉ាងសកម្មបានហើយហេតុការណ៍ឃាត់ខ្លួននេះកាលពីវេលាម៉ោង 4:30 នាទីថ្ងៃទី15 មិថុនាឆ្នាំ 2013បាននៅចំណុចបរិវេណវត្តពោក្នុងភូមិរតនៈសង្កាត់រតនៈក្រុងបាត់ដំបងបានហើយមន្ត្រីដដែលបានបន្តថាគណៈពេលឃាត់ខ្លួនជនសង្ស័យវត្ថុតាងថ្នាំញៀនជាប់នឹងខ្លួនចំនួន3កូនថងតូចបាត់ទម្ងន់150 ក្រាមជាប្រភេទថ្នាំញៀនមេតាំហ្វេតាមីនហៅថាម្សៅក្រាមពណ៌សមកតកនោះបានដែលជនសង្ស័យនឹងបានលាក់ទុកក្នុងហោប៉ៅខោខាងឆ្វេងមួយថងនិង2ថងទៀតបំរុងយកទៅលក់ចែកចាយបន្តរួមនឹងទូរស័ព្ទដៃមួយគ្រឿងទៀតបានហើយជនសង្ស័យនឹងបានសារភាពនៅចំពោះមុខសមត្ថកិច្ចថាខ្លួនពិតជាបានរកស៊ីលក់ចែកចាយគ្រឿងញៀនពិតប្រាកដមែនជាដោយទិញពីជន3នាក់ដែលមានឈ្មោះប៉េឈ្មោះញ៉ែមសុភ័ក្រភេទប្រុសអាយុ20ឆ្នាំនិងឈ្មោះភ័ក្រហៅភ័ក្រកន្ទឿភេទប្រុសអាយុ30ឆ្នាំរស់នៅមុខពេទ្យជីទិញចូលក្នុងមួយកញ្ចប់ហ្នឹង100000រៀលរំលែកលក់ជាថងតូចដោយលោកសុខៈឃើញហ្នឹងក្នុងថងនោះបាទគាត់រំលែកតូចលក់បានក្នុងគាត់ទិញពី100000ហ្នឹងគាត់លក់បាន150,000ជាប្រចាំថ្ងៃបាទហើយបច្ចុប្បន្ននេះជនសង្ស័យរួមនឹងវត្ថុតាងកម្លាំងជំនាញកំពុងកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបងខេត្តបាត់ដំបងនៅព្រឹកថ្ងៃច័ន្ទនេះហើយបាទដើម្បីចាត់ការតាមនីតិវិធីបាទសេចក្តីរាយការណ៍របស់ខ្ញុំមានប៉ុណ្្នេះបាទពីខេត្តបាត់ដំបងបាទអរគុណលោកកាំងរីជម្រាបលាបាទតកតងនឹងបញ្ហាគ្រឿងញៀនឬតកតងពីច្បាប់អីយ៉ាងម៉េចលោកសុខបាទច្បាប់ខ្ញុំបាទធ្លាប់ជម្រាបជូនជាច្រើនដងហើយដូច្នេះសូមអនុញ្ញាតផ្អាកមួយរយៈសិនដើម្បីទៅឱកាសឲ្យបងប្អូនគិតពិចារណាខ្លួនឯងថាតើពីមុនមកបងប្អូនធ្លាប់ស្ដាប់បានអីខ្លះពីមុនមកបាទអរគុណឥឡូវនេះសូមអនុញ្ញាតជួបជាមួយលោកប៊ុនធឿនបន្តិចសិនដើម្បីដឹងថាតើពីខេត្តបន្ទាយមានជ័យមានរឿងអីផ្សេងពីបាត់ដំបងលោកប៊ុនធឿនមានសួរឥឡូវជំរាបសួរលោកសកម្មនៅលើបងបាទមានសួរលោកប៊ុនធឿនតើធាតុអាកាសនៅបន្ទាយមានជ័យយ៉ាងម៉េចដែរសូមខ្លីបន្តិចមើលបាទបាទធាតុអាកាសនៅខេត្តបន្ទាយមានជ័យមានថាទីសាមញ្ញរហូតដល់ថ្ងៃនេះទេបើនិយាយទៅគឺមានភាពក្តៅបងអត់មានភ្លៀងក៏ត្រូវបានរៀងផងដែរបាទហើយជាប្រអប់ជាកសិករដែលធ្វើស្រែនៅកំពុងប្រឈមនឹងការរៀងស្ងួតណាបងអូវាចេះទៅវិញនៅកន្លែងភាគច្រើនគឺភ្លៀងទៅបន្ទាយមានជ័យអត់មានភ្លៀងវិញបាទអរគុណឥឡូវនេះចូលព័ត៌មានវិញម្ដងតើមានអ្វីរាយការណ៍បាទថ្ងៃនេះមានព័ត៌មានចំនួន2ក៏តែព័ត៌មានទី1នេះគឺនៅខេត្តបន្ទាយមានជ័យមានប្រាសាទបុរាណចំនួន2នៅទីទួលប្រាសាទរហូតដល់ទីទួលប្រាសាទនៅក្នុងសពបុរាណចំនួនរហូតដល់466កន្លែងដែលកំពុងការពារតំបន់ប្រាសាទក្រោយពីក្រុមយុវជនស្ម័គ្រចិត្តសម្ដេចតេជោហ៊ុនសែនបានធ្វើការប្រវែងដីជូនប្រជាពលរដ្ឋឲ្យបានកំណត់តំបន់ការពារប្រាសាទលើទីដែលមានផ្ទៃដីនេះចំនួន923.3ហិកតាពាក្យពន្ធនេះលោកអ៊ីសរុនប្រធានមន្ត្រីវប្បធម៌និងចិត្តសាស្ត្រខេត្តក៏បានប្រាប់ថាបើនិយាយពីខេត្តបន្ទាយមានជ័យគឺដែលមានគឺខេត្តចំនួន3អាចនឹងជឿខេត្តដែលទៅខេត្តមានជ័យនិងខេត្តទីនេះនៅក្នុងទៅខេត្តបាត់ដំបងបាទខាងជាប់ពន្ធពលនឹងខេត្តប្រទេសថៃហើយនិយាយពីតែងនេះរបស់ខបមានស្នាដបន្ទាយឆ្នានិងបន្ទាយសពដែលจะต้องจะมีទីទួលប្រាសាទបុរាណក្នុងសពបុរាណចំនួន466កន្លែងដែលអាចជាទីភ្ញៀវជាតិនិងអន្តរជាតិមកកម្សាន្តបានបាទពាក្យពន្ធរឿងនេះដែរលោកអ៊ីសរុនបានបន្តផ្សព្វផ្សាយក្រោយពេលរដ្ឋាភិបាលអនុវត្តគោលនយោបាយចាស់កម្មវិធីលើវិស័យដីធ្លីដែលកំពុងអនុវត្តដោយក្រុមយុវជនស្ម័គ្រចិត្តសម្ដេចតេជោហ៊ុនសែនដែលទូទាំងប្រទេសជាពិសេសនៅខេត្តបន្ទាយមានជ័យហើយត្រូវបានអនុវត្តដីធ្លីតំបន់ប្រាសាទបន្ទាយឆ្មាប្រាសាទចំនួន2នៅក្នុងខេត្តហ្នឹងបាទលោកប៊ុនធឿនយ៉ាងម៉េចហើយសេវាទូរស័ព្ទដូចជាផាត់ផោយបាទអូច្បាស់ទេបងបាទសូមអញ្ជើញនេះប្រាសាទបន្ទាយឆ្មាមែនទេលោកប៊ុនធឿនបាទប្រាសាទបន្ទាយឆ្មាលោកបាទអញ្ចឹងមានន័យថាជាងកំពុងតែជួសជុលបាទ
ខ្ញុំសូមជម្រាបពីបញ្ហានេះតាបើវិញសិនបងគូប្រសាទប្រទេសឆ្នាំបើនិយាយពីដីវិញតំបន់ស្នូលនោះគឺមានចំនួន91គឺវា48ហិកតានិងតំបន់ត្រណប់មានចំនួន779គឺវា95ហិកតានិងប្រាសាទបន្ទាយឆ្មាបន្ទាយទោចំពោះប្រាសាទទេឆ្មាគឺមានដីសរុបរហូតដល់មាន871គឺវា43ហិកតានិងប្រាសាទបន្ទាយទោមានដីនេះ50ហិកតាហើយត្រូវបានបោះបង្គោលកំណត់គុំទទួលរួចទៅហើយពាក្យប៉ុនដល់នេះបាននិយាយពីប្រាសាទទី2នេះគឺរងការខូចខាតស្ទើរទាំងស្រុងមានសម័យសង្គ្រាមមួយចំនួនធំនិងដោយគ្រោះធម្មជាតិនឹងមួយចំនួនហើយត្រូវបានជួសជុលជាបណ្ដាដោយមានការឧបត្ថម្ភពីអង្គការ UNESCO ផងដែរបាទទោះជាមានការបាក់បែកយ៉ាងណាក៏ដោយគេឃើញមាននៅមិនថានៅផ្នែកបនផ្នែកទៀតទេគឺមានជាជាតិក៏ដូចជាជាអន្តរជាតិត្រូវប្រសាននៅជាច្រើនមកដែរបាទចំពោះព័ត៌មានទី2លោកសម្បូរលោកស្ថាប័នថាអៃដាម3នរិនអភិបាលខេត្តបន្ទាយមានជ័យបានប្រគល់បានកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋមានចំនួន684ម៉ាន់ជូនដល់ប្រជាពលរដ្ឋនៅភូមិក្បាលកបីក្នុងឃុំបន្ទាយឆ្មាស្រុកកំពូលខេត្តបន្ទាយមានជ័យចាយពីឡៅទៅផ្លូវនេះបាទចំពោះពាក្យប៉ុនរឿងនេះលោកផ្លៃវរីអភិបាលស្រុកថ្មភក់បានមានទេរិឆាថាចំពោះស្រុកថ្មភក់គឺតាំងពីអនុវត្តគោលនយោបាយចាត់កម្មជាថ្មីលើខ្សែដីធ្លីដោយពីក្រុមយុវជនស្ម័គ្រចិត្តសម្ដេចតេជោតែនេះបានធ្វើការប្រវេជជូនប្រជាពលរដ្ឋក្នុងស្រុកថ្មភក់បាន15ភូមិស្មើនឹង6ឃុំហើយមានចំនួនគ្រួសារសរុបរហូតដល់391គ្រួសារហើយត្រូវបានចែកបានកម្មសិទ្ធិដីធ្លីនេះចំនួន684បានស្មើនឹងផ្ទៃដីនេះចំនួន120,000គឺវា3739ហិកតាហើយចែកបាន17លើកស្មើនឹង34ភូមិស្មើនឹង17,574គ្រួសារហើយស្មើនឹង19,970បានផងដែរពាក្យពលរឿងនេះលោកព្រីនរិនក៏បានមានមតិសម្ដេចសមាលហើយក្នុងមានរដ្ឋាភិបាលដូចជាអាជ្ញាធរបានខិតខំស្ដារអភិវឌ្ឍលើមូលដ្ឋានជាតិគ្រប់វិស័យដោយឡែកតែខេត្តបន្ទាយមានជ័យនេះបានបន្តអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធជាភាពប្រជាពលរដ្ឋជាលើកពិសេសលើវិស័យកសិកម្មហើយក៏បានដីនេះគឺមានតម្លៃបើត្រូវចេះប្រើប្រាស់ហើយនឹងអភិវឌ្ឍឲ្យបានត្រឹមត្រូវឲ្យមានកំណើនជីវភាពសម្រាប់គ្រួសារអរគុណលោកបាទហើយឯកឧត្តមទីនេះក៏បាទឯកឧត្តមក្នុងពិធីនេះឯកឧត្តមទីនេះក៏បានសំណូមពរដល់ប្រជាពលរដ្ឋដែលគឺគួរឲ្យបានច្បាស់មុននឹងលក់ដូរឬក៏បញ្ចាំដាក់ធនាគារដើម្បីសុំឲ្យកុំឲ្យបាត់បង់ដីនេះធ្វើយ៉ាងណាឲ្យត្រូវថាឲ្យមានស្គាល់ពីហេតុផលច្បាស់និងគ្រប់គ្រងនៅថ្ងៃហើយក៏បានថាឲ្យជាពលរដ្ឋនៅចូលរួមសម្រាប់ខែបោះឆ្នោតថ្ងៃទី28ខែកក្កដានៅកន្លងស្វ័យនេះផងដែរបាទអរគុណលោកបន្ទឿនលោកខាងលោកសម្បូរបាទអរគុណច្រើនលោកបន្ទឿនដែលបានរាយការណ៍ចំនួន2រឿងទី1ពាក់ព័ន្ធទៅនឹងការជួសជុលប្រាសាទបន្ទាយឆ្មាដែលរងការបាក់បែកដោយសារតែសម័យសង្គ្រាមហើយនៅក្នុងបរិវេណប្រាសាទទាំងមូលហ្នឹងគឺមានរណ្ដៅដែលរងគ្រាប់បាទខ្ញុំធ្លាប់ទៅដល់ទីនោះហើយរងគ្រាប់ខ្លះហ្នឹងដោយសារតែពេលនោះអាមេរិកទម្លាក់គ្រាប់បែកឬគ្រាប់កំភ្លើងអីច្រើនបាទអរគុណឥឡូវគឺថាសូមអនុញ្ញាតសម្រាប់បន្តិចសិនតែទៀតយើងខ្ញុំនឹងភ្ជាប់ទំនាក់ទំនងទៅកាន់ភ្នាក់ងាររាយការណ៍ព័ត៌មានជាបន្តទៀតបាទជំរាបជូនបានទេថា